ចិញ្ចឹមមាន់យូរៗទៅឥឡូវនេះគេបែងចែកគ្នាដាច់តែម្ដងគឺកូនឪហើយនិងកូនម៉ែបងប្អូនអ្នកគ្នាកំពុងតែមើលនេះគឺអា3កូនម៉ែចំណែកឯអា3ក្បាលដែលកំពុងតែចឹកស្ពៃរលាស់យកនេះគឺជាកូនរបស់ឪដែលកើតកាលពីសេរីមុនឥឡូវហ្នឹងឪគេបដើកូនចំនួន3ហើយស្របពេលទៅនឹងមាន់ថ្មីចាចំនួនក្រោយហ្នឹងញាស់បាន3ទៀតគឺសម្រាប់ម៉ែគេហ្នឹងបដើអញ្ចឹងហើយមាន់នេះបែងចែកជា2ដូចខ្ញុំថាអញ្ចឹងគឺមាន់កូនឪនិងមាន់កូនម៉ែសារក្រោយនេះពងបានតែ8ទេសម្រាប់បណ្ដូលហើយញាស់បានឃើញនេះគឺតែ3ទេចំណែកឯ5ទៀតនៅក្នុងពងនៅឡើយមិនដឹងមិនអីមិនទេហើយឥឡូវនេះគេចាប់ផ្ដើមចោះចោលលពងនឹងហើយខ្ញុំក៏យកទៅផ្ញើជាមួយនឹងមាន់ក្រាបរបស់មីងខ្ញុំនៅឯចំការណឥឡូវហ្នឹងកំពុងតែរងចាំមើលបន្តបើសិនជាពងនឹងវាចាប់ផ្ដើមញាស់កូនបន្តទៀតនឹងយកមកដាក់ឲ្យបណ្ដូលនឹងចាប់ផ្ដើមបណ្ដើណាចានិយាយទៅបើញាស់បានមួយគឺយកមកដាក់បន្តមួយចឹងទៅតែមិនដឹងថាម៉េចម៉ែឥឡូវផ្ញើនឹងមីងសិនហើយយើងមកឆ្លៀតធ្វើការងារមួយចំនួននេះដូចជាផ្កានេះអីគឺត្រូវតែកាត់ផ្ការបស់វាចេញដោយសារផ្កាវាជាប្រភេទផ្កាចាស់ហើយដើមនេះក៏ខ្ញុំទៅដាំតែថ្មីដែរអញ្ចឹងហើយអត់ចង់ទុបផ្កាទុកស្លឹកវាអីច្រើនពេកទេព្រោះបើសិនជាទុបផ្កានិងទុកស្លឹកច្រើនយើងពិបាកថែដែរព្រោះផ្កានេះខ្ញុំទិញគេមកហ្នឹងគឺខ្ញុំទិញដើមដែលវាអន់អញ្ចឹងណាព្រោះដើមដែលអន់អញ្ចឹងតម្លៃវារៀងធូរថ្លៃគ្រាន់ប៉ុន្តែយើងត្រូវយកមកថែបំពន់ខ្លួនឯងដើម្បីវាល្អដូចអាខាងនេះអញ្ចឹងអ្នកលក់និយាយពីគាត់ជឿជាក់ខ្ញុំខ្លាំងណាការខ្ញុំទៅទិញគាត់ក៏លក់ផ្កាកលាបដែលរៀងអន់ដែលគាត់អត់ទាន់បានបែកដាក់ធូរដាក់អីអញ្ចឹងគាត់ថាចេះអត់អីទេបើឲ្យតែដឹងថានៅដៃមីអូនឯងតិចទៀតដឹងតែល្អហ្មងផ្កានឹងព្រោះមីអូនឯងផ្កាយថែខ្លាំងណាមានណាគាត់និយាយចុះនិយាយឡើងខ្ញុំទិញផ្កាគាត់មកแล้วមិនចេះតិចដើមតែម្ដងហ្នឹងហើយតាមក៏ប៉ុន្តែខ្ញុំក៏មានបច្ចេកទេសអីក្នុងការថែផ្កាកលាបឲ្យល្អដែរក្រៅពីការកាត់ហើយនឹងស្រោចទឹកឲ្យវាបានគ្រប់គ្រាន់និងមិនជោគពេកហើយក៏មិនស្ងួតពេកតែពេលអញ្ចឹងទៅខ្ញុំសង្កេតឃើញថាផ្កាកលាបហ្នឹងគឺវាឲ្យផលបានល្អហើយជាពិសេសតកតងទៅនឹងផ្ការបស់វាហ្នឹងក៏ធំល្អដែរបងប្អូនអរគ្នាហើយក៏ក្ររយទៀតនៅពេលដែលយើងថែវាបានល្អហ្នឹងហើយនេះគ្រាន់តែជាកលឹះតិចតួចទេដែលខ្ញុំធ្វើចំពោះផ្កាកលាបរបស់ខ្ញុំឃើញបានផលអញ្ចឹងមែនងាកមកផ្លែម្រះរបស់យើងវិញកាលពីវីដេអូមុនខ្ញុំបានថតបង្ហាញបងប្អូនអរគ្នាកាលពី2ថ្ងៃមុនថាម្រះរបស់ខ្ញុំធំហើយបើសិនជាធំប៉ុណ្្នឹងហើយគឺស្ទុះលឿនខ្លាំងមែនទែនតែម្ដងហើយឥឡូវនេះខ្ញុំមកមើលផ្លែរបស់វាចាគឺពិតជាដូចអ្វីដែលខ្ញុំថាមែនគឺវាស្ទុះលឿនណាបងប្អូនអរគ្នាត្រឹមតែ2ថ្ងៃឯងម្រះហ្នឹងគឺចាប់ផ្ដើមរីកកាឡាធំល្អមែនទែនតែម្ដងវាស់ជាមួយនឹងដៃខ្ញុំឥឡូវម្រះហ្នឹងគឺធំជាងដៃខ្ញុំទៅហើយម្រះនេះដឹងតែបានស្លថ្ងៃសៅរ៍នៅថ្ងៃសៅរ៍ពួកអីខ្ញុំតនេអញ្ចឹងពេលព្រឹកខ្ញុំអាចទៅផ្សារទិញសាច់ទិញអីអញ្ចឹងទៅយកមកស្លម្រះមួយឆ្នាំងញ៉ាំតែម្ដងហ្នឹងហើយបងប្អូនអរគ្នាតាំងក៏ប៉ិតទៅការដាំបន្លែធម្មជាតិខ្លួនឯងញ៉ាំអញ្ចឹងខ្ញុំមានអារម្មណ៍ថាញ៉ាំស្និទ្ធមែនទែនដោយសារខ្ញុំស្គាល់ប្រភពច្បាស់ថាខ្ញុំអត់មានបានបាញ់ថ្នាំជីក៏មិនបានដាក់អីអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាដូចម្យ៉ាងដែរដូចសុបាយចិត្តហ្នឹងហើយអរគុណបងប្អូនអរគ្នាដែលចូលចិត្តមើលវីដេអូរបស់ខ្ញុំសូមការអធិស្ឋានផងបើសិនជាមានកំហុសឆ្គងក្នុងការនិយាយស្ដីអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតសូមជម្រាបលា